វ័យ25ឆ្នាំ Ariane Teichnos ម្ចាស់មេដាយមាសអូឡ িম্প ិក5 ដងប្រកាសចូលនិវត្តន៍ពីកីឡាហែលទឹក Ariane Teichnos ដែលជាកីឡាការិនីហែលទឹកម្ចាស់មេដាយមាសអូឡ িম্প ិក4 ដងរបស់អូស្ត្រាលីពេលនេះបានប្រកាសចូលនិវត្តន៍ហើយក្នុងវ័យ25ឆ្នាំនេះបាទតាមការបញ្ជាក់របស់រូបនាងនាថ្ងៃប្រហ័សទី16ខែតុលាឆ្នាំ2025នាងបាននិយាយអំពីការសម្រេចចិត្តរបស់នាងក្នុងវីដេអូក្នុងបណ្ដាញសង្គមថានេះជាការលំបាកមួយនិងពិតជាលំបាកប៉ុន្តែជារឿងមួយដែលនាងពិតជារីករាយខ្ញុំចូលចិត្តហែលទឹកវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំតាំងពីតូចមកប៉ុន្តែខ្ញុំបានគិតថាខ្ញុំយកពេលវេលានេះចេញពីអាងទឹកហើយបានដឹងថារឿងមួយចំនួននៅក្នុងជីវិតរបស់ខ្ញុំគឺមានសារៈសំខាន់សម្រាប់ខ្ញុំហើយសំខាន់ជាងកំណត់ត្រាសំខាន់របស់ Ariane Teichnos ជាកីឡាករអូស្ត្រាលីម្នាក់ក្នុងចំណោមអត្តពលិកល្អបំផុតប្រចាំប្រទេសអូស្ត្រាលីជាមួយនឹងកំណត់ត្រាម្ចាស់មេដាយមាស18 ដងក្នុងនោះកម្រិតពិភពលោកចំនួន6 ដងដែលកីឡាការិនីហែលទឹកម្នាក់នេះបានឈ្នះមេដាយមាសលើវិញ្ញាសា800 freestyle ចំនួន2 ដងការសម្រេចចិត្តនេះធ្វើឲ្យមានការភ្ញាក់ផ្អើលពេញប្រទេសនិងភ្ញាក់ផ្អើលពេញពិភពហែលទឹកខណៈ Ariane Teichnos បានរៀបចំគម្រោងវិលទៅរកអាងទឹកជាយូរមកហើយដើម្បីបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អូឡ িম্প ិក Los Angeles ឆ្នាំ2028